តើអ្នកដឹងទេនៅលើផែនដីរបស់យើងមានសត្វជាច្រើនកំពុងប្រឈមមុខនឹងការផុតពូជហើយខ្លះអាចបាត់បង់ពីពិភពលោកជារៀងរហូតក្នុងពេលអនាគតដ៏ខ្លីសត្វទី1 Amur Leopard ដែលជាខ្លាកម្របំផុតមួយនៅលើពិភពលោកនៅក្នុងព្រៃធម្មជាតិវាមានចំនួនតិចបំផុតដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់ខុសច្បាប់សត្វទី2 Javan Rhinoceros សពថ្ងៃវានៅសល់តែចំនួនតិចប៉ុណ្ណោះនៅក្នុងតំបន់ការពារមួយចំនួនសត្វទី3 Sumatra Orang-Utan ដែលកំពុងបាត់បង់ទីជម្រករស់នៅដោយសារតែការបំផ្លាញព្រៃឈើហើយសត្វទី4គឺ Horsberg Sea Turtle ដែលរងគ្រោះពីការបំពុលសមុទ្រនិងការនេសាទខុសច្បាប់តើអ្វីជាមូលហេតុចម្បងដែលធ្វើឲ្យសត្វទាំងនេះជិតផុតពូជគឺការបំផ្លាញព្រៃឈើការបរបាញ់ខុសច្បាប់ការបំពុលបរិស្ថាននិងការប្រែប្រួលអាកាសធាតុសត្វនីមួយៗមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីប្រសិនបើយើងបាត់បង់ពួកវាធម្មជាតិក៏នឹងបាត់បង់តុល្យភាពផងដែរដូច្នេះការការពារសត្វព្រៃមិនមែនជាកាតព្វកិច្ចរបស់អ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទេប៉ុន្តែជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូបព្រោះការសង្គ្រោះសត្វមួយប្រភេទជាការសង្គ្រោះអនាគតរបស់ផែនដីយើងផងដែរ